Hello សួស្តីអ្នកទាំងគ្នាវីដេអូនេះខ្ញុំនឹងបង្រៀនអ្នកទាំងគ្នាអំពីរបៀបដែលធ្វើឲ្យទូរស័ព្ទរបស់យើងកាន់ថ្មបានយូរមុនដំបូងយើងចូលមក setting មកយើងចូលមកកន្លែង low battery mode កន្លែងហ្នឹងមានថាវាអាចជួយសំចៃថ្មរបស់យើងបានច្រើនអញ្ចឹងកន្លែងហ្នឹងយើងចុចបើកកន្លែងហ្នឹងមកមានថាយើងបើកឲ្យវាជួយ save ឲ្យបន្ទាប់មកយើងចេញមកយើងចូលមកកន្លែង display and brightness មកយើងចុចកន្លែងហ្នឹងមកទៅយើងមកអស់មកខាងក្រោមនេះវា True Tune ហើយនឹងមានថាពលឺហ្នឹងគឺវាអូតូយើងតែកន្លែងហ្នឹងយើងមានថាអូតូតាមទីតាំងចឹងយើងឡើយនឹងយើងចុចបិទវាមកយើងចុចបិទឡើយនឹងមកកុំបើកវាហើយទៅបន្ទាប់មកយើងចូលឡើង General កន្លែង General ហើយទៅយើងអស់មកក្រោមរកពាក្យ Background and Refresh អញ្ចឹងយើងចុចឡើងនឹងមកនៅកន្លែងហ្នឹងដោយសាររបស់ខ្ញុំគឺខ្ញុំបានចុចបិទវាហើយអញ្ចឹងវាអត់មានបញ្ហាអីទេបើសិនមានតែកន្លែងហ្នឹងបើសិនយើងអត់បើកវាទេយើងចុចបើកមានថាទោះបីយើងអត់ប្រើក៏កម្មវិធីហ្នឹងវានៅដំណើរការអញ្ចឹងវាធ្វើឲ្យស៊ីថ្មអញ្ចឹងខ្ញុំកន្លែងហ្នឹងគឺយើងចុចបិទវាអញ្ចឹងទៅដូចថាខ្ញុំចុចបិទអូតូហើយហ្នឹងវាកន្លែងហ្នឹងយើងចុចបិទហើយអញ្ចឹងគឺមានតែប៉ុណ្្នឹងទេបើសិនអ្នកនរពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយចុច Subscribe និងចុច Share ក៏ដឹង